និងកំភ្លើងយន្តថ្មើរជើងចូលផ្សារត្រៀមកម្ពុជានៅតំបន់អាសេស 8 នៅវេលាម៉ោង 6:51 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលតំបន់ប្រាសាទតាម៉ុនធំដោយប្រើប្រាស់រថក្រោះ 9 នៅវេលាម៉ោង 7:40 នាទីយោធាថៃបានបន្តបាញ់ប្រហារគ្រប់គោលដៅមានមុំបីអាមសេះភ្នំខ្មោចគោលប្របីប្រាសាទព្រះវិហារប្រាសាទតាម៉ុនធំប្រាសាទតាក្របីប្រាសាទខ្នាដោយប្រើប្រាស់កភ្លើងធំប្រភេទ 155 មីលីម៉ែត្ររថក្រោះកភ្លើងត្បៅគ្រប់ប្រភេទនៅក្នុងតំបន់អាសេស នៅវេលាម៉ោង 8:10 នាទីយោធាថៃបានបាញ់ផ្សែងផ្លូវចូលតំបន់ភ្នំខ្មោចយ៉ាងច្រើន 11 នៅវេលាម៉ោង 8:14 នាទីយោធាថៃបានបាញ់ផ្សែងផ្លូវបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារ 12 នៅវេលាម៉ោង 8:41 នាទីយោធាថៃបាននៅតែបន្តបាញ់យោធាថៃបានបាញ់ផ្លោងនិងបាញ់រុកយ៉ាងខ្លាំងនៅតំបន់ទីតាំងដំណាក់ស្ដេចចន្លោះផ្លដូវនិងប្រាសាទតាម៉ុនបច្ចុប្បន្នយន្តហោះយោធាថៃបានហោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ 13 នៅវេលាម៉ោង 9:05 នាទីយោធាថៃបានវាយប្រហារមកលើកម្លាំងកម្ពុជាដោយប្រើប្រាស់ប្រភេទយន្តហោះចម្បាំង S-16 បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រអែមខេត្តព្រះវិហារ 14 នៅវេលាម៉ោង 9:30 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តទៀតនៅតំបន់ប្រាសាទខ្នាអូស្មាច់យោធាថៃបានប្រើប្រាស់ប្រភេទកភ្លើង 12.7 រួមទាំងរថក្រោះបាញ់បំផុសបន្ថែមទៀត 15 នៅវេលាម៉ោង 10:00 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយប្រើប្រាស់កភ្លើងស្ដោកភ្លើងធំរថក្រោះបាញ់បំផុសពិសេសនៅតំបន់អាសេសនិងប្រាសាទព្រះវិហារ 15 នៅវេលាម៉ោង 11:00 នាទីនេះយោធាថៃនៅបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅលើទីតាំងជនស៊ីវិលរបស់កម្ពុជានៅឡើយកងកម្លាំងកម្ពុជាបានកំពុងបន្តតាមដានការវិវត្តស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមគូវិជ្ជាផងដែរថាការបាញ់ប្រហាររបស់យោធាថៃនេះគឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់នៅខាងភាគីថៃឲ្យបញ្ចេញរួមជាមួយនឹងការបញ្ចេញនៅការផ្សព្វផ្សាយព័ត៌មានទាំងប្រភពផ្លូវការនិងក្រៅផ្លូវការរបស់អង្គការថៃចោទប្រកាន់មួយបង្កាច់មកលើកម្ពុជាក្នុងចេតនាបំផាត់សាធារណរដ្ឋជាតិអន្តរជាតិនិងយកធ្វើជាលក្ខដើម្បីបង្កហេតុភាពតានតឹងផ្នែកយោធាជាមួយកម្ពុជានៅពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃឈានទៅដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យខេត្តព្រះវិហារបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់របស់មួយចំនួននិងមានការឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងនិងធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជ្រើសទៅទីតាំងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមអាជ្ញាធរខេត្តព្រះវិហារខេត្តឧត្តរមានជ័យបានជួយសម្របសម្រួលជួយប្រជាពលរដ្ឋជនភៀសខ្លួននៅតាមតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពសូមជម្រាបជូនផងដែរថានៅក្នុងហេតុការណ៍ខាងលើកងកម្លាំងកម្ពុជាមិនបានតបតឡើយដោយប្រកាន់ខ្ជាប់នៅបំផុតនៅការគោរពនៅការអនុវត្តច្បាប់ច្បាប់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរួមទាំងគោលការណ៍ឯកភាពគ្នារវាងកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមកោតទោសយ៉ាងបាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដែលសាហាវខុសខើនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាភាគីថៃបានរំលោភបំពានលើបទចម្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី28 ខែតុលាឆ្នាំ2025តែការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមបតត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមអាល់ម៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអូវេនអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិឲ្យទៅយ៉ាងមុនម៉ាត់
ចំពោះការរំលឹកដល់ពេលលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវយ៉ាងស្របចំពោះអំពើរំលោភបំពានដ៏បំរៅនេះកម្ពុជានឹងព្រាមនាមឲ្យវិទីថៃបន្ថែមរាល់អំពើអវិជ្ជាជាបន្តដែលគម្រាមកំហែងដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងឈប់ដាក់ឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានធ្វើមកស្មោះត្រង់និងដោយឆន្ទៈសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងរឹងមាំមិនមាត់ច្បាស់លាស់ក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចកន្លងមកប្រកបដោយសុចន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់លើការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិអាស្រ័យលើបានជំរាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានសូមអរគុណនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីស្ថានភាពព្រំដែនកម្ពុជាថៃនៅពេលក្រោយសូមអរគុណអជាថ្មីលើកងកម្លាំងកម្ពុជានឹងជ្រត់ទៅក្នុងយុទ្ធភូមិភាគទី4ចាប់ពីវេលាប្រមាណម៉ោង5ល្ងាចនៅទីព្រឹកការបើកការតាំងប្រហារនេះធ្វើឡើងក្នុងតំបន់អានសាច់នៅប្រាសាទកំពង់ផែនៅប្រាសាទព្រះវិហារនៅ5មករានៅចំការជើងនៅនឹងស្ដីនៅក្នុងថ្មនៅពេលបង្ហាញនៅប្រាសាទសាកបដីនិងប្រាសាទខ្នាក្រៅពីប្រទេសថៃបានមកកាប់បាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅវេលាម៉ោង2:15នាទីរសៀលកាលពីថ្ងៃទី7ខែឆ្នាំ2025កាលពីម្សិលមិញនេះយោធាថៃបានបន្តធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង1នៅវេលាម៉ោង5:00នាទីព្រឹករថយន្តធំធំចំនួន2គ្រឿងរបស់យោធាថៃបានដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរ៉ែចូលក្នុងតំបន់អានសាច់នៅវេលាម៉ោង5:09នាទីយោធាថៃបានចេញពីខាងលិចសាអានសេះមកលើកងកម្លាំងកម្ពុជាឲ្យបាញ់កាប់លើដៃចំនួន20ទៅ25គ្រាប់ដោយនៅវេលាម៉ោង5:19នាទីយោធាថៃបានចេញពីខាងលិចសាអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាប់លើដៃចំនួន38គ្រាប់រួមនៅវេលាម៉ោង5:25នាទីយោធាថៃបានចេញពីខាងលិចសាអានសេះមកលើកងកម្លាំងកម្ពុជាដោយប្រើកាប់លើដៃនិងកាប់លើយន្តចំនួនប្រហែល120គ្រាប់5វេលាម៉ោង5:40នាទីយោធាថៃបានផ្អាកការបាញ់ប្រហារប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានការវិវត្តនៅតាមបណ្ដោយព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់បំផុត6នៅវេលាម៉ោង6:13នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាប់លើ MT-60 ចំនួន3គ្រាប់7នៅវេលាម៉ោង6:20នាទីយោធាថៃបានបាញ់កាប់លើក្តៅចំនួន4គ្រាប់និងកំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមកម្ពុជានៅតំបន់អានសេះ8នៅវេលាម៉ោង6:51នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលតំបន់ប្រាសាទតំបន់ធំដោយប្រើប្រាស់រថប្រោះ9នៅវេលាម៉ោង7:40នាទីយោធាថៃបានបន្តបាញ់ប្រហារគ្រប់គោលដៅមានមន្ត្រីអានសេះភ្នំខ្មោចគោល8ប្រាសាទព្រះវិហារប្រាសាទតំបន់ធំប្រាសាទតាក្របីប្រាសាទខ្នាដោយប្រើប្រាស់កភ្លើងធំប្រភេទ155មីលីម៉ែត្ររថក្រោះកភ្លើងខ្មៅគ្រប់ប្រភេទនៅក្នុងតំបន់អានសេះ10នៅវេលាម៉ោង8:10នាទីយោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មៅយ៉ាងច្រើន11នៅវេលាម៉ោង8:14នាទីយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារ12នៅវេលាម៉ោង8:41នាទី
យោធាថៃបាននៅតែបន្តបាញ់យោធាថៃបានបាញ់ផ្លោមនៅបាញ់មុខយ៉ាងខ្លាំងនៅតំបន់ទីតាំងដំណាក់ស្ដេចចន្លោះខ្នល់ដូននិងប្រាសាទតាមាន់បច្ចុប្បន្នយន្តហោះយោធាថៃបានហោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃអាចទៅនៅវេលាម៉ោង 9:05 នាទីយោធាថៃបានវាយប្រហារមកលើសម្លេងកម្ពុជាដោយប្រើប្រាស់ប្រភេទយន្តហោះចម្បាំងF-16បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រែមខេត្តព្រះវិហារ14នៅវេលាម៉ោង 9:30 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តទៀតនៅតំបន់ប្រាសាទខ្នាតអូស្មាច់យោធាថៃបានប្រើប្រាស់ប្រភេទទឹកភ្លើង 12.7 រួមទាំងរថក្រោះបាញ់បំផុសបន្ថែមទៀត15នៅវេលាម៉ោង 10:00 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយប្រើប្រាស់កំភ្លើងថ្បាល់កំភ្លើងធំរថក្រោះបាញ់បំផុសពិសេសនៅតំបន់អាសេសនិងប្រាសាទព្រះវិហារតាមនៅវេលាម៉ោង 11:00 នាទីនេះយោធាថៃនៅបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅលើទីតាំងជនស៊ីវិលរបស់កម្ពុជានៅឡើយកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានការវិវត្តស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមគូបញ្ជាក់ផងដែរថាការបាញ់ប្រហាររបស់យោធាថៃលើកនេះគឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់នៅខាងភាគីថៃឲ្យបញ្ចេញរួមជាមួយនឹងការបញ្ចេញនៅការផ្សព្វផ្សាយព័ត៌មានទាំងប្រភពផ្លូវការនិងក្រៅផ្លូវការរបស់កងទ័ពថៃចោទប្រកាន់មួយបង្កាច់មកលើកម្ពុជាក្នុងចេតនាបំផន់សាធារណមតិជាតិអន្តរជាតិនិងយកធ្វើជាលេសដើម្បីបង្កហេតុភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាលើពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃឈានទៅដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យខេត្តព្រះវិហារបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់រងរបួសមួយចំនួននិងមានការឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងនិងធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសទៅទីតាំងសុវត្ថិភាពបន្តអាសន្នភ្លាមអាជ្ញាធរខេត្តព្រះវិហារខេត្តឧត្តរមានជ័យបានជួយសម្រួលជួយប្រជាពលរដ្ឋជនភៀសខ្លួននៅតាមតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពសូមជម្រាបជូនផងដែរថានៅក្នុងហេតុការណ៍ខាងលើកងកម្លាំងកម្ពុជាមិនបានតបតឡើយដោយប្រកាន់ខ្ជាប់នៅបំផុតនៃការគោរពនិងការអនុវត្តបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរួមទាំងគោលការណ៍ឯកភាពគ្នារវាងកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិក្រសួងការវិជានៃព្រះរាជាណាចក្រកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាភាគីថៃបានរំលោភបំពានលើបទជបាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ដែលការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានដ៏វែងអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភសិទ្ធិ